ស្វាគមន៍មកកាន់លំហាត់បន្តទៀតអញ្ចឹងលំហាត់នេះគោលបំណងគេបំលែងលេខ02ទៅជាលេខ2ទៅលេខ02មានន័យថាបើលេខមួយខ្ទង់ថែម0ទៅវាអញ្ចឹងណាឧទាហរណ៍ដូច2យានេះទៅជា02យាអញ្ចឹងណាសួរថាធ្វើអញ្ចឹងដើម្បីអីធ្វើអញ្ចឹងដើម្បីសតទៅគឺវាអូតូតាមអ្វីយើងចង់បានអញ្ចឹងណាតែបើយើងអត់ដាក់0នៅមុខទេពេលដែលយើងសតនេះ delta filter នេះពេលយើងសត A ទៅសិននេះអញ្ចឹងវាទៅលេខ11មុនដល់ពេលលេខ2នេះវាទៅក្រោយនេះ2 4ទៅក្រោយវិញអញ្ចឹងណាគេចុចលើ N នេះមកសតមកវិញមកធម្មតាវិញអូខេអញ្ចឹងយើងត្រូវចេះរូបមន្តមួយដែរគឺទី1យើងត្រូវចេះចាប់លេសវាចាប់រូបមន្តលេសវាស្មើលេសទៅលើតិចហ្នឹងគឺយក2អញ្ចឹងពេលអូលើវាមកវាមាននេះមានដោយលេខក្នុងដល់អក្សរផងអញ្ចឹងយើងកំណត់ថាបើវាជាលេខអញ្ចឹងណាបើវាជាលេខយើងឲ្យចេញដដែលតែបើវាអត់ជាលេខទេគឺថែម0នៅវាយើងអញ្ចឹងយើងត្រូវប្រើជាមួយនឹង is num នេះ is number ត្រូវតែស្អីនេះ is number នេះ for មួយញ៉េអញ្ចឹងអាណាត្រូវ for អស់អានេះតាមពិត21ជា number ទៅហើយជា for ថែម value មួយទៀត value ស្លេចលើតិចហ្នឹង for នេះ true នេះញ៉េអញ្ចឹងមើលអា number នេះមានអានេះ true ទី1 true 2 true 3នេះអញ្ចឹងអានេះ is num អញ្ចឹងបានយើងសិក្សាលក្ខខណ្ឌមកបកនៃវាត្រឹមត្រូវឲ្យវាចេញដដែលតែបើវាអត់ត្រឹមត្រូវទេថែម0ពីមុខហើយចាប់បូកមួយឆ្វេងអញ្ចឹងណាអញ្ចឹងហើយយើងសេរូបមក is ថែមអញ្ចឹងស្មើ is cell នេះcell នេះស្មើ true is cell នេះស្មើនឹង true បាទខាងមកឲ្យវាចេញដដែលឲ្យវាចេញខាងឆ្វេងដៃ2ដែលឲ្យវាចាប់លេសឲ្យវាចាប់លេសយកប្រហែលយក2ខ្ទង់ឃើញទេហ្នឹងហើយអញ្ចឹងហើយអា default ដែរ true public value អញ្ចឹង is value cell នេះ is number លេសខាងឆ្វេង2គឺខាងមកឲ្យយើងស្មើនឹងលេសតិចហ្នឹងខាងមកយក2អញ្ចឹងមានន័យថាបើរូបមន្តហ្នឹងយើងមើលលក្ខខណ្ឌវាបើសិនបើ is num លេសខាងឆ្វេងចំនួន2បាត់ value បាត់ចឹងមិនអត់ចេញ is លេស is number value ទៀត value នេះ is number បើកចោល value ហើយបិទត្រឹមនឹងមកវិញបាទយើងអូបមកឃើញទេអញ្ចឹងយើងកំណត់ថានេះរូបមកនេះប្រសិនបើខាងឆ្វេងដៃវានេះទិន្នន័យជាលេខខាងឆ្វេងដៃវា2ហ្នឹងវាជាលេខឲ្យវាចេញនេះនឹងមកឲ្យវាចេញ2ខ្ទង់នឹងមកតែបើផ្ទុយពីលក្ខខណ្ឌហ្នឹងវិញឲ្យវាចាប់តែមួយខ្ទង់នេះឲ្យយកលេខតែមួយខ្ទង់នេះអញ្ចឹងយើង L មកទៀតមក L ចុច L ឲ្យវាចាប់យកលេសយកវានេះយក1បាទលុបមកចោលបោះ is នេះចោលដោយសារ is នេះយើងអត់តបិទទេដាក់ L សិនមកបិទចុងក្រោយបាទអញ្ចឹងឃើញវាចេញត្រូវ
មានន័យថាបើកានៃវាពីខ្ទង់វាជាលេខឲ្យវាចេញពីខ្ទង់តែបើថាពីខ្ទង់វានេះមិនមែនជាលេខទេឲ្យវាចាប់ខ្ទង់ទេហើយបូកជាមួយនឹងលេខ0អញ្ចឹងដើម្បីបូកមួយលេខ0យើងដាក់តិចចេះមកនឹងនេះហើយបើលេខ0ពីមុខវាចេះអញ្ចឹងមានន័យថាអត់ទេគឺយកលេខ0ផ្គុំជាមួយនឹងខាងឆ្វេងដៃមួយ enter មកញ៉េអញ្ចឹងបំលែងត្រូវបាត់ឃើញទេបាទអញ្ចឹងបំលែងត្រូវនឹងហើយវាម្លែង2ទៅ0 2 21យក21ដដែល4នៅ04 14 14ដែរ11យក11ដែរយក1ទៅ01ហើយយើងផ្គុំជាមួយនឹង live វាមីតវាមកមានប្រហែលយកទាំងអស់មកអញ្ចឹងណាអញ្ចឹងយើងចាប់យកពីខាងផ្គុំវាទៅជា0 02អញ្ចឹងណាអូខេតើឥឡូវយើងចេះបន្លែងប៉ុណ្ណឹងហើយយើងយករៀនត្រឹមប៉ុណ្ណឹងសិនទៅចាំមើលវីដេអូបន្តទៀតយើងចេះរបៀបបង្កើតវាតទៀតអញ្ចឹងពេលហ្នឹងយើងអាចបន្លែងវាពីមុខ2ទៅ02អញ្ចឹងគោលដៅគឺបន្លែងអញ្ចឹងតែពេលយើងចាប់ដើមសតមកយើងសតហ្នឹងយកពី data វាសត data set អញ្ចឹងពេលហ្នឹងអា001នេះមួយយា4នេះគឺលិតឡើងលើតាត្រូវអញ្ចឹងពេលវាសតអា answer យើងនេះឃើញទេអូខេអញ្ចឹងគោលម្ដងហ្នឹងគឺចង់ឲ្យចេះបន្លែងប៉ុណ្ណឹងអញ្ចឹងហ្នឹងហើយអូខេជួបគ្នាវីដេអូក្រោយ